បាទជំរាបសួរបាទជំរាបសួរបងប្អូនខ្ញុំបាទជាប្រជាពលរដ្ឋខ្មែរមួយរូបសូមលើកម្រាមដៃ10គោរពដឹងគុណនិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងកងទ័ពបងប្អូនកងទ័ពដែលបានបូជាទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីការពារព្រះរាជាណាចក្រកម្ពុជាពីខ្មាំងសត្រូវពីបច្ចាមិត្តដើម្បីឲ្យប្រជាជនកម្ពុជាទាំងឡាយរស់នៅក្រោមដំបូលសន្តិភាពបានដោយសុខសាន្តខ្ញុំបាទរួមទាំងគ្រួសារគឺពិតជាមានសេចក្តីគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនវីរៈកងទ័ពទាំងអស់បាទហើយក៏សូមអរគុណចំពោះថ្នាក់ដឹកនាំដែលបានរិះរកមធ្យោបាយល្អដើម្បីបញ្ជាសង្គ្រាមនិងបញ្ឈប់សង្គ្រាមដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាទទួលបាននៅសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយម្យ៉ាងទៀតសោតក៏សូមលើកម្រាមដៃ10អរគុណចំពោះសប្បុរសជនទាំងឡាយមិនថាទាំងក្នុងប្រទេសនិងក្រៅប្រទេសទេដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនបរិច្ចាគកម្លាំងកាយកម្លាំងចិត្តបរិច្ចាគជាមតិយោបល់បរិច្ចាគជាគ្រឿងបរិក្ខារសម្ភារៈផ្សេងគ្រឿងឧបភោគបរិភោគទាំងឡាយជូនចំពោះបងកងទ័ពក៏ដូចជាបងប្អូនដែលកំពុងតែរងនូវផលប៉ះពាល់ពីសង្គ្រាមខ្ញុំបាទពិតជាសូមអរគុណខ្លាំងណាស់បាទបើសិនបើជាសង្គ្រាមដូចជាសម័យមុនសម័យពីដើមវិញគឺស្មារតីគ្នាល្អណាស់មានន័យថាប្រទេសណាក៏ដោយគឺធ្វើសង្គ្រាមមានតែអាវុធក្នុងដៃដូចជាដាវកំបិតលំពែងឬមួយក៏ព្រួញគឺស្មារតីល្អណាស់ចំពោះមធ្យោបាយវិញមធ្យោបាយធ្វើសង្គ្រាមយានជំនិះធ្វើសង្គ្រាមមានគោសេះរទេះដំរីបាទអញ្ចឹងមានន័យថាអត់ទាន់មានអាវុធជាក្របរំសេវឬមួយក៏ជាអាវុធដែលបង្កវិនាសកម្មធ្ងន់ធ្ងរដូចសម័យបច្ចុប្បន្នទេហើយចំពោះមតិយោបល់ខ្ញុំបាទគឺខ្ញុំបាទសូមបញ្ចេញមតិយោបល់បន្តិចចុះបាទខុសឆ្គងសូមបងកងទ័ពក៏ដូចជាថ្នាក់ដឹកនាំឬមួយក៏មហាជនមេត្តាកុំចាប់ទោសអូសដំណើរខ្ញុំបាទអីនេះគ្រាន់តែជាមតិយោបល់របស់ខ្ញុំបាទទេបាទធ្វើចំពោះបងជាសមត្ថកិច្ចមិនថាជាទាហានយោធាបាទកងរាជអាវុធហត្ថ PM មន្ត្រីនគរបាលជាតិប៉ូលីសបាទគ្រឿងឧបករណ៍សម្រាប់ធ្វើសង្គ្រាមដោយការពារខ្លួនមួយបង្ក្រាបបទល្មើសសំខាន់ណាស់ដូចជាអាវុធបើយើងមិនមានអាវុធគ្រប់គ្រាន់ទេដើម្បីបង្ក្រាបឬមួយក៏ដើម្បីធ្វើសង្គ្រាមឬមួយក៏បង្ក្រាបទៅលើបទល្មើសទៅលើជនល្មើសទេគឺមិនមានឧបករណ៍គ្រប់គ្រាន់ឬមួយមិនមានអាវុធគ្រប់គ្រាន់ទេឬមួយក៏អាចនិយាយថាអាវុធហ្នឹងគឺអាវុធទំនើបមិនជ្រេះចាប់មិនចាស់មិនហួសសម័យគឺបើសិនជាមានអាវុធល្អប្រើប្រាស់គឺក៏ជួយជំរុញឲ្យការធ្វើសង្គ្រាមរបស់បងជាសមត្ថកិច្ចឲ្យមានភាពល្អប្រសើរដែរចំពោះសម្ភារៈក្តីសម្ភារៈចំពោះសម្ភារៈដែលត្រូវបំពាក់ជូនកងកម្លាំងខ្ញុំយល់ថាសំខាន់បាទសំខាន់ណាស់ហេតុអីបានសំខាន់
បើសិនជាយើងមានឧបករណ៍សម្រាប់ការពារខ្លួនក៏ដូចជាអាវុធល្អទំនើបដើម្បីធ្វើសង្គ្រាមការពារដែនអធិបតេយ្យភាពកម្ពុជាយើងនោះគឺជារឿងល្អប្រសើរមែនទែនហេតុអីបានខ្ញុំហ៊ាននិយាយចឹងដោយសារតែបើយើងមានអាវុធល្អគឺពេលដែលយើងធ្វើសង្គ្រាមគឺវាមិនធ្វើឲ្យយើងនឹងពិបាកនៅក្នុងការដូចថាជួបឧបទ្ទហេតុផ្សេងដូចជាអាវុធចាស់ពេកឬមួយក៏ក្របរំសេវមិនផ្ទុះអានឹងអាចធ្វើឲ្យបណ្ដាលឲ្យអ្នកដែលប្រើប្រាស់អាវុធហ្នឹងមានបញ្ហាដល់ខ្លួនឯងឧបមាមួយថាបើសិនជាអាវុធយើងពេលដែលយើងប្រើការយើងបាញ់មិនចេញអញ្ចឹងជាឱកាសល្អសម្រាប់ប្រជាមិត្តសត្រូវរបស់យើងគឺបាញ់តដៃរបស់យើងវិញហើយក្នុងសមរភូមិបើយើងមិនបាញ់សត្រូវគឺសត្រូវបាញ់យើងហើយប៉ុន្តែបើសិនជាយើងមានឱកាសបាញ់គេមុនហើយតែបែរជាអាវុធយើងនឹងគាំងឬមួយក៏មិនផ្ទុះអានឹងប្រជាមិត្តបាញ់យើងតដៃយើងប្រកាសជាមានបញ្ហាហើយយើងមានឱកាសបាញ់គាត់មុនហើយបាញ់ប្រជាមិត្តបាញ់ចោលឈានពានហើយប៉ុន្តែបែរជាអាវុធយើងអត់ផ្ទុះអានឹងគេដាក់យើងវិញហើយមិនមែនសុទ្ធតែយើងបាញ់គេមុននឹងហើយយើងសិតតែទទួលបានផលទេបាទហើយគ្មាននរណាម្នាក់ចង់យកជីវិតគេទេខ្ញុំជឿថាប្រជាជនខ្មែរគឺជាប្រជាជនមួយដែលស្មោះត្រង់ស្លូតបូតសភាពរៀបសារណាមិនចង់យកជីវិតនរណាម្នាក់ទេប៉ុន្តែសង្គ្រាមគឺតម្រូវឲ្យយើងបូជាជីវិតយើងគិតថាជីវិតយើងគឺត្រូវលះបង់ដើម្បីជាតិហើយគុណបំណាច់របស់ទាហានជួរមុខឬមួយក៏ទាហានទាំងឡាយតែបានចូលលើសមរភូមិខ្ញុំយល់ច្បាស់ណាស់បាទទី2ទៀតបើសិនជាឧបករណ៍ដែលបំពាក់ទៅលើកងកម្លាំងជាទាហានយោធាបើសិនជាមានសម្ភារៈគ្រប់គ្រាន់បំពាក់ទៅលើគាត់អញ្ចឹងគ្រាប់ល្មមប៉ះខ្លួនគាត់ក៏មិនអាចធ្វើឲ្យគាត់បាត់បង់ជីវិតដែរខ្ញុំយល់ថារឿងពីរដែលសំខាន់សម្រាប់ទាហានគឺទី1គឺអាវុធទី2នោះគឺសម្ភារៈបរិក្ខារដែលបំពាក់ទៅជូនទៅលើបងកងទ័ពជារឿងសំខាន់ណាស់គឺគាត់អាចការពារជីវិតគាត់បានហើយគាត់អាចតតាំងជាមួយខ្មាំងសត្រូវបានបើសិនជាអត់មានអាវុធតែមានប្រសិទ្ធភាពទេគឺពិបាកតតាំងជាមួយនឹងបរទេសណាចោលឈានពានណាសុំទោសខ្ញុំប្រើចំពោះថាប្រជាមិត្តនឹងចោលឈានពានទឹកដីបាទហើយម្យ៉ាងទៀតសោតសម្ភារៈបរិក្ខារដែលបំពាក់ទៅឲ្យជូនចំពោះបងយោធាបងកងទ័ពនេះគឺសំខាន់ខ្ញុំយល់ថាសំខាន់ណាស់បាទហើយខ្ញុំមកទៅសុំលើកដៃម្រាមដៃ10ម្ដងទៀតនេះជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំទេបាទដោយសារតែខ្ញុំបើក Facebook មើលទៅខ្ញុំឃើញមួយរយៈនេះឃើញជនជាតិសៀមគឺទាំងស្រីប្រុសឃើញបង្ហាញអាវុធជាងាងដល់ទាំងស្រីទាំងប្រុសទាំងដែលខ្លួនគាត់នឹងមិនមែនជាមិនបានស្លៀកពាក់ជាកងកម្លាំងផងខ្ញុំមិនដឹងថាគាត់ប្រហោះមកហ្នឹងក្នុងអត្តន័យអីទេហើយខ្ញុំឃើញអាវុធដែលពួកគាត់ប្រើហ្នឹងគឺសិតអាវុធទំនើបទាំងអស់បាទគាត់ទៅសំភារៈគាត់ពាក់ការពារខ្លួនរបៀបថតបង្ហាញតាម Facebook ក្តីក៏មើលទៅទំនើបមែនតើបាទអញ្ចឹងខ្ញុំបាទក៏សូមលើកម្រាមដៃ10អរគុណចំពោះបងកងទ័ពម្ដងទៀតដែលបានបូជាទាំងកម្លាំងកាយកម្លាំងចិត្តជំនះគ្រប់ឧបសគ្គដើម្បីឲ្យប្រជាជនកម្ពុជាមានអារម្មណ៍ស្ងប់មានសេចក្តីសុខបាទហើយពួកខ្ញុំនេះទាំងអស់នេះគឺមានតែអុជធូបបន់ព្រះសម្ពះទេវតាដើម្បីឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាបងប្អូនកងទ័ពព្រមទាំង
គ្រួសារបងប្អូនតាមជាដែនបាទសូមឲ្យទទួលបាននូវសុខសុវត្ថិភាពល្អហើយមានតែទឹកចិត្តជាថវិកាចូលរួមជាថវិកានិងសម្ភារៈគ្រឿងបរិក្ខារផ្សេងតាមគ្នានឹងដើម្បីជាទឹកចិត្តតិចតួចជូនដល់បងប្អូនកងទ័ពជួរមុខក៏ដូចជាបងប្អូនគ្រួសារបងប្អូនដែលកំពុងតែភៀសខ្លួនបាទខ្ញុំបាទសូមលំអរកាយគោរពដឹងគុណខ្លាំងណាស់បាទសូមអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំបាទហើយអ្វីដែលខ្ញុំបាទនិយាយនេះគឺគ្រាន់តែជាមតិយោបល់របស់ខ្ញុំបាទទេសេចក្តីគួរបំគួរសូមមេត្តាខន្តីអភ័យទោសកុំចាប់ទោសអូនដំណើរខ្ញុំបាទនិយាយក្នុងបំណងល្អទេដោយសារតែខ្ញុំបាទមានមោទនភាពណាស់បានកើតមកជាជនជាតិខ្មែររស់ក្រោមដំបូលសន្តិភាពក្រោមមេគាដឹកនាំដ៏ឆ្លាតវៃវៃរបស់ថ្នាក់ដឹកនាំខ្ញុំបាទសូមគោរពអរគុណជម្រាបលា